បងប្អូននៅរសៀលថ្ងៃនេះមន្ត្រីរាជការនៃរដ្ឋបាលស្រុកសណ្ដានបានរួមគ្នាចូលរួមធ្វើពលកម្មបោសសម្អាតនៅកំទេចកំទីសម្រាមនិងស្លឹកឈើផ្សេងៗដែលធ្លាក់កកជាប់នៅលើការ៉ូឡានិងការ៉ូនៅមុខសួនច្បារសាលាស្រុកសណ្ដានហើយដោយដែលបងប្អូនបានដឹងហើយគឺរដូវនេះឈានចូលដល់រដូវប្រាំងហើយកំទេចកំទីស្លឹកឈើដែលក្រៀមងាប់គឺធ្លាក់កកជាប់នៅលើការ៉ូឡានិងការ៉ូបាទព្រោះនៅមុខសួនច្បារមុខសាលាស្រុករបស់យើងនេះគឺមានដើមឈើបាទប្រភេទឈើទាលកគីបាទធំដែរបាទនេះគឺតាំងពីសម័យមុនហើយដែលថ្នាក់ដឹកនាំនៅសម័យមុនលោកបានដាំទុកកែលម្អនៅសភនភាពក្នុងទីប្រជុំជននិងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវការសម្រាប់ជ្រកម្លប់និងមកលំហែកាយផ្សេងមានម្លប់ជ្រកអញ្ចឹងណាបាទអញ្ចឹងក៏នៅពេលរដូវនេះគឺស្លឹកឈើក្រៀមហើយក៏ធ្លាក់កកជាប់នៅលើការ៉ូឡាហើយបើយើងមិនបានបោសសម្អាតទេគឺទុកតែ2-3ថ្ងៃឬមួយសប្តាហ៍គឺសម្រាមគឺដឹងតែច្រើនតែម្ដងបាទហើយឆ្លៀតក្នុងឱកាសនេះក៏មន្ត្រីរាជការយើងបាទឆ្លៀតពេលបាទពីកិច្ចការសេវារដ្ឋបាលបម្រើជូនបងប្អូនប្រជាពលរដ្ឋនោះក៏ឆ្លៀតនាំគ្នាមកបោសសម្អាតបាទនៅទីតាំងជុំវិញសាលាស្រុកសណ្ដាននេះតែម្ដងបាទហើយជាក្នុងឱកាសនេះក៏សូមពរទៅដល់បងប្អូនប្រជាពលរដ្ឋបាទដែលមកអង្គុយលេងបាទនៅមុខសួនច្បារសាលាស្រុកសណ្ដានបាទនៅពេលបរិភោគអាហារផ្សេងបើមានកំទេចកំទីឬថង់ប្លាស្ទិកអីហ្នឹងគឺពេលដែលហូបហើយគឺយកដាក់នៅក្នុងធុងសម្រាមផងបាទពីព្រោះធុងសម្រាមគឺមានរាយនៅតាមសួនច្បារទុកជាស្រេចទេបាទសូមអរគុណច្រើនបាទ